ផ្ទះលក់នៅក្នុងបរិយាអូដាំ2យើងចុះពីផ្លូវជាតិលេខ4គឺត្រឹមតែ350ម៉ែត្រតែប៉ុណ្ណោះហើយបើយើងនិយាយអំពីទំហំសាច់ដីនៃផ្ទះលក់នេះវិញគឺមានទំហំដតឹង4ម៉ែត្រ2គុណនឹងបណ្ដោយរហូតដល់30ម៉ែត្រហើយបើយើងនិយាយអំពីទំហំនៃផ្ទះគឺដតឹង4ម៉ែត្រ2គុណនឹងបណ្ដោយរហូតដល់16ម៉ែត្រហើយនៅសល់ខាងមុខនៃផ្ទះ7ម៉ែត្រនិងពិសេសនោះខាងក្រោយនៃផ្ទះក៏សល់7ម៉ែត្រផងដែរផ្ទះយើងអាចសាងសង់ឡើងបន្ថែមទៀតក៏បានផងដែរហើយបើយើងនិយាយអំពីទស្សនវិជ្ជានៅខាងក្នុងនៃផ្ទះលក់ដោយពុកម៉ែបងប្អូនបានមើលឃើញការថតរបស់ខ្ញុំអញ្ចឹងគឺមានកន្លែងទទួលភ្ញៀវមានផ្ទះបាយធំទូលាយមានបន្ទប់ទឹកមួយនៅជាន់ផ្ទាល់ដីហើយបន្ទាប់មកគឺខាងក្រោយនៃផ្ទះគឺសល់ដីទំនេរទំហំរហូតដល់7ម៉ែត្រទៀតសម្រាប់ពុកម៉ែបងប្អូនចង់ច្នៃធ្វើអ្វីក៏បានផងដែរហើយបើយើងឡើងទៅជាន់ទី1វិញគឺមានបន្ទប់គេង2បន្ទប់ទឹក2និងជាន់ទី2ក៏ដូចគ្នាផងដែរពុកម៉ែបងប្អូនគឺមានបន្ទប់គេង2និងបន្ទប់ទឹក2សរុបទៅផ្ទះលក់នេះគឺមានបន្ទប់គេងសរុបរហូតដល់4បន្ទប់គេងនិង5បន្ទប់ទឹកផងដែរហើយចំពោះឯឡើងមកដល់នឹងជាន់ដំបូលវិញដោយពុកម៉ែបងប្អូនបានមើលឃើញការថតរបស់ខ្ញុំអញ្ចឹងហើយចំពោះទីតាំងនៃផ្ទះនេះដោយពុកម៉ែបងប្អូនបានមើលឃើញការថតដ្រូនរបស់ខ្ញុំអញ្ចឹងគឺល្អសម្រាប់ការរស់នៅមែនតើនៅក្នុងរាជធានីភ្នំពេញងាយស្រួលនៅក្នុងការចេញចូលពុកម៉ែបងប្អូនយើងចុះពីផ្លូវជាតិលេខ4គឺត្រឹមតែ350ម៉ែត្រតែប៉ុណ្ណោះហើយយើងគិតពីស្ពានអាកាសកោះស្រូវគឺត្រឹមតែ600ម៉ែត្រទេនិងមហាវិថីស៊ីជីនពីងនិងមហាវិថីឈ្នះគឺល្អសម្រាប់ការចេញចូលមិនថាដំណើរជិតឆ្ងាយចូលរាជធានីភ្នំពេញសម្រាប់ការធ្វើការងារគឺទីតាំងផ្ទះនេះខ្ញុំគិតថាពុកម៉ែបងប្អូនមកមើលមិនខុសនោះទេពិសេសលើតម្លៃខ្ញុំអាចនិយាយបានថាគាត់លក់តម្លៃក្រោមទីផ្សារនៅក្នុងទីតាំងបរិយាអូដាំ2នឹងតែម្ដង